tụi tụi ơi tụi đâu về chứ cha nói à gọi cho anh mang kẹp á cho tham về đâu nắng á nhưng mà tao là bẫy rồi chăng thì về đâu nắng là cụ bông rồi ê cái cháu năng đâm tay ập này buồn vậy anh ơi giật cái đọt tia dần đọt tia cháu quay quay giật bay này bố là cho mai gì mà mua đó vậy thả na bà mà nhà ta đấy na về đâu đấy tham ta dạ ai giật bánh này bên tay tham mítอย่าเลื่อนนะอันเตี้ยมันจะเอานิ้วดันตัวอับเลยบุญจะทางเกินไปกันมันจะไหนก็บ่ายก๊อบต้องก็จะยังอันนั้นมั้ง ต้องvậy mũi tiệt còn quan chấp bao to anh pe giật thủ sao anh mà sai giật đang nhôm lên lá gì hả vậy ធ្វើភាពពេលដែលឃើញនៅវីដេអូនឹងហើយក៏នឹកឃើញដល់ពាក្យមួយឃ្លាដែលគេតែងតែនិយាយជាពិសេសគឺឪពុកម្ដាយមួយចំនួនណាដែលគាត់និយាយថាពេលណាដែលកូនគាត់ល្អពេលដែលកូនគាត់ដុះគាត់ថាមកពីពូជរបស់គាត់នឹងល្អដាក់លើថ្មហ្នឹងក៏ដុះដែរហ្នឹងហើយគាត់ចង់មានន័យថាពូជរបស់គាត់នឹងល្អអញ្ចឹងគ្រាន់តែឲ្យចូលសាលាបន្តិចបន្តួចហ្នឹងក៏ខ្លាចជាអ្នកចេះដឹងបានគាត់និយាយអញ្ចឹងណាហើយដល់ពេលណាដែលកូនគាត់មិនល្អកូនគាត់ប្រព្រឹត្តនៅអំពើអាក្រក់ប្រព្រឹត្តនៅអំពើទុច្ចរិតប្រព្រឹត្តនៅគ្រឿងអបាយមុខទាំងឡាយផ្សេងអាហ្នឹងគាត់ថាមកពីគ្រូនឹងមិនកើតទើបអប់រំកូនគាត់នឹងមិនកើតអីចឹងទៅអញ្ចឹងមានន័យថាពេលដែលកូនគាត់ល្អគាត់ថាមកពីពូជរបស់គាត់នឹងល្អដោយសារពូជរបស់គាត់ហើយទើបកូនរបស់គាត់នឹងអាចដុះបានអញ្ចឹងទៅតែដល់ពេលហើយកូនរបស់គាត់ប្រព្រឹត្តនៅមិនល្អអីផ្សេងគាត់ថាមកពីគ្រូនឹងព្រៀនបដៅកូនគាត់មិនដិតដល់អីអញ្ចឹងទៅទើបកូនគាត់នឹងមិនប្រព្រឹត្តខ្លួនក្នុងផ្លូវល្អអីជាដើមអញ្ចឹងទៅអញ្ចឹងយើងក៏លេចទៅមើលសង្គមបច្ចុប្បន្នយុវជនយុវវ័យយើងមួយចំនួនមិនទាំងអស់ទេគឺមួយចំនួនដែលយើងឃើញទៅគឺថាពេលខ្លះទៅសឹងតែថាចង់វាយគ្រូវិញនឹងក៏មានពេលខ្លះគ្រូបង្រៀនគ្រូណែនាំគាត់ណែនាំមិនស្រាប់អីទៅក៏កើតនៅហិង្សាក្នុងហិង្សាហ្នឹងក្នុងនាមហើយព្រៀងប្រដៅណែនាំឲ្យល្អទេក៏ប៉ុន្តែឪពុកម្ដាយខ្លះហ្នឹងគាត់ប្រកាន់មាំទេកូនខ្ញុំកំប៉ះកូនខ្ញុំកំប៉ះអីយ៉ាងទៅគាត់ខែកូនគាត់ហួងហែងកូនអញ្ចឹងធ្វើឲ្យកូនគឺគ្រូមិនហ៊ានប៉ះកូនគាត់ដល់ពេលកូនគាត់ប្រព្រឹត្តនៅអំពើមិនល្អអីទៅក៏បន្ទោសគ្រូជាដើមអញ្ចឹងទៅអញ្ចឹងកត្តាទាំងអស់ហ្នឹងគឺបន្ទោសគ្រូមិនកើតទេដោយសារតែឪពុកម្ដាយនឹងគឺជាទីមួយហើយដែលត្រូវនឹងអប់រំកូនមានន័យថាកូនដែលកើតមកដែលរស់នៅក្នុងក្រុមគ្រួសារនឹងគឺការទូន្មានរបស់ឪពុករបស់ម្ដាយទាំងឡាយដែលជាអាណាព្យាបាលនឹងគឺត្រូវណែនាំកូនជាចម្បងប្រសិនបើចង់ឲ្យកូនដើរផ្លូវត្រូវលុះត្រាណាតែឪពុកម្ដាយនឹងណែនាំកូនជារឿយបើរំពឹងតែគ្រូណែនាំកូនឲ្យល្អហ្នឹងគឺមិនមានទេដោយសារតែគ្រូគាត់ណែនាំល្អតែប៉ុន្តែពេលវេលាដែលគាត់មានចំពោះកូនសិស្សហ្នឹងគឺមិនច្រើនទេបើឪពុកម្ដាយសឹងតែ24ម៉ោងគាត់មានជិត20ម៉ោងហើយចំពោះកូននៅជាមួយគ្នាតែបើលោកគ្រូអ្នកគ្រូអីហ្នឹង24ម៉ោងយ៉ាងហោចណាស់គាត់មានត្រឹមតែ2ម៉ោង3ម៉ោង4ម៉ោងអីហ្នឹងយ៉ាងច្រើនអញ្ចឹងយើងទៅបន្ទោសគ្រូថាណែនាំកូនគាត់មិនកើតយ៉ាងម៉េចអញ្ចឹងកត្តាសំខាន់ហ្នឹងគឺឪពុកម្ដាយបន្ទាប់មកហ្នឹងទៅលោកគ្រូអ្នកគ្រូហ្នឹងគាត់ណែនាំអីជាដើមអញ្ចឹងទៅហើយប្រសិនបើឪពុកម្ដាយហ្នឹងគាត់បានណែនាំបានល្អហើយលោកគ្រូអ្នកគ្រូហ្នឹងគាត់ណែនាំបានល្អហើយប៉ុន្តែកូនហ្នឹងនៅតែប្រព្រឹត្តនៅអំពើមិនល្អអញ្ចឹងសួរថាមកពីមូលហេតុអីគឺមកពីមូលហេតុខ្សែគប់មិត្តភ័ក្តិនឹងឯងមិត្តភ័ក្តិខ្លះក៏ខ្សែគប់ទៅជាកល្យាណមិត្តក៏នាំឲ្យទៅរកឲ្យផ្លូវត្រូវនាំគ្នាទៅរៀនទៅសូត្រអីជាដើមអញ្ចឹងទៅហើយបើខ្សែគប់មិត្តខុសអីក៏នាំគ្នាទៅដើរប្រព្រឹត្តនៅរឿងមិនល្អអីជាដើមអញ្ចឹងទៅជាងកត្តាខ្សែគប់នេះក៏សំខាន់ដែរហើយមួយទៀតហ្នឹងគឺបរិបទក្នុងការរស់នៅពីពេលខ្លះឪពុកម្ដាយណែនាំល្អហើយលោកគ្រូអ្នកគ្រូនឹងទៅសាលាគាត់ណែនាំឲ្យល្អហើយទៅសាលានឹងខ្សែគប់មិត្តភ័ក្តិនឹងល្អហើយក៏ប៉ុន្តែបរិបទក្នុងការរស់នៅរបស់គាត់ជុំវិញដែលកលេចមើលទៅសិតតែអ្នកកាប់អ្នកចាក់អ្នក
ប្រព្រឹត្តនៅអំពើទុច្ចរិតអញ្ចឹងកូននឹងឯងក៏មានចិត្តគំនិតនឹងប្រព្រឹត្តទៅតាមនឹងខ្លះដែរអញ្ចឹងវាមិនអាចទៅបន្ទោសគ្រូតែមួយយ៉ាងទេអញ្ចឹងសរុបជារួមមកវិញហ្នឹងគឺអ្វីដែលសំខាន់ហ្នឹងគឺឪពុកម្ដាយនឹងឯងប្រសិនបើឪពុកម្ដាយមានចិត្តមួយថាចង់ឲ្យកូនដើរក្នុងកន្លងផ្លូវត្រូវលុះត្រាណាតែឪពុកម្ដាយនឹងយកចិត្តទុកដាក់ជាមួយកូនបើយើងរពឹងថាលោកគ្រូអ្នកគ្រូតែម្ដងនឹងឲ្យគាត់មើលថែឲ្យគាត់ព្រៀងប្រដៅកូនគាត់ឲ្យល្អហ្នឹងគឺមិនងាយទេពាក្យមួយគេថាបើពុទ្ធឫស្សីពីខ្ចីទៅវាងាយពុទ្ធឲ្យកោងប៉ុន្តែបើសិនជាពុទ្ធមនុស្សគឺពិបាកពុទ្ធដោយសារតែមនុស្សហ្នឹងគឺវាពិបាកក្នុងការពុទ្ធពេលខ្លះយើងចង់ឲ្យល្អយើងចង់ឲ្យប្រព្រឹត្តត្រូវប៉ុន្តែមនុស្សហ្នឹងបែរជាប្រព្រឹត្តមិនត្រូវអីជាដើមអញ្ចឹងទៅអញ្ចឹងកត្តាសំខាន់គឺមកពីឪពុកម្ដាយជាចម្បងឬក៏ជាអាណាព្យាបាលហ្នឹងថ្មមានតែប៉ុណ្្នេះទេដោយសារតែឃើញវីដេអូនៅក្នុងបណ្ដាញសង្គមនឹងក៏ចែកចម្លែកតាមអ្វីដែលអាចធ្វើទៅបានហើយកាត់បន្ថយក្នុងការបន្តបង្អាប់លោកគ្រូអ្នកគ្រូដែលគាត់ខិតខំប្រឹងប្រែងបង្ហាត់បង្រៀនពេលខ្លះលោកគ្រូខ្លះគាត់អត់បាយអត់ទឹកដោយឃើញក្នុងបណ្ដាញសង្គមលោកគ្រូខ្លះហ្នឹងគាត់ឃើញសិស្សអត់ហ្នឹងក៏គាត់ជួយសិស្សអីចឹងទៅដែលហេតុតែសិស្សព្យាយាមតែបើសិនជាសិស្សព្យាយាមគាត់ក៏គ្មានកម្លាំងចិត្តក្នុងការជួយដែរអញ្ចឹងវាកើតចេញអំពីសិស្សខ្លួនឯងនឹងដែរភាពមានប៉ុណ្ណេះទេសូមនមស្ការលាចម្រើនពរលា